មើលឃើញហ៎ជំរាបសួរបងប្អូនទាំងគ្នាបាទឥឡូវនេះអាយដល់ទូចបានយកអង្គបានមួយតោនណាមួយតោនមកចូលរួមមួយពូធីជេហ្នឹងហើយបងប្អូនទាំងគ្នាជាពិសេសបងប្អូនអ្នកចូលរួមមកជាមួយខ្ញុំណាដោយសារតែមួយរយៈមុននេះឬក៏មួយរយៈនេះខ្ញុំរវល់ជាមួយនឹងការងារចោះផ្ទាល់ពាក់ព័ន្ធជាមួយនឹងបងប្អូនកងទ័ពដែលពួកគាត់ខ្វះខាតឬក៏រងរបួសឬក៏ពាក់លីអញ្ចឹងខ្ញុំធ្វើអត់ទេម្នាក់ឯងហ្នឹងបាទអធិស្ឋានថ្ងៃនេះខ្ញុំរុញកឲ្យបងចែកមួយតោនសម្រាប់ឲ្យគាត់រៀបចំទៅជាស្បៀងទៅខាងទ័ពជួរមុខស្បៀងបងប្អូនភាសឹកនិយាយទៅស្បៀងអីដែលយើងអាចរៀបចំបានជាក់ស្ដែងឲ្យបងចែកគឺគាត់ចោះខ្លួនឯងដូចតែគ្នាទេមើលឃើញហ៎អានេះមកបេម៉ានបងប្លែង10គីឡូហ៎10គីឡូមួយតោននេះបងប្អូនបាទ invoice គឺមកតែម្ដងដូចជាគេបញ្ចុះតម្លៃឲ្យខ្លះដែរមកហ្នឹងគេបញ្ចុះឲ្យបាន$10អេបង$20លើកទី1ខ្ញុំយក2តោនហ្នឹងហើយអត់តបញ្ចុះទេលើកទី2ខ្ញុំយក1តោនបញ្ចុះ$10ឥឡូវលើកទី3នេះខ្ញុំយក1តោនទៀតបញ្ចុះ$10ទៀតអញ្ចឹងបញ្ចុះបាន$20ហើយអង្គល្អអង្គស្អីនេះនាងខុនអីនេះនាងខុនបាទគាត់នាងខុនបងប្អូនខ្ញុំរៀនយក3កណាត់ឲ្យបងប្អូនយើងហូបទេអត់សូវឆ្ងាញ់អញ្ចឹងខ្ញុំដាក់ឆ្ងាញ់ឲ្យចឹងឥឡូវនេះគឺតម្លាក់មកគឺ invoice មកផ្ទាល់មក1តោនបាទហើយនោះបងបានមកកណូទៀតតានេះបងប្លែងបងប្អូនយើងមកតែមកប្រើទៀតពេញមួយឡានទៀតទៅទៀតបងប្អូនយើងខ្ញុំភ្លេចបញ្ជាក់បងចែកនៅទទួលទេប៉ុន្តែខ្ញុំអធិស្ឋានខ្ញុំផ្អាកជំនួយត្រឹមជំនួយដែលទទួលចុងក្រោយហ្នឹងហើយខ្ញុំធ្វើអស់ជំនួយហ្នឹងខ្ញុំសុំពេលបន្តិចដើម្បីគិតពីយ៉ាងថាសេដ្ឋកិច្ចខ្លួនឯងក៏ដូចជាការងារខ្លួនឯងណាព្រោះ concert cancel អស់ហើយបងប្អូនអត់មាន concert ជាទៀតទេអញ្ចឹងអត់មានឆ្នាំងទេអត់មានបាយហូបខ្លួនឯងទេបងចែកនេះក៏ដូចគ្នាបាទយើងនៅទទួលគាត់នៅទទួលជំនួយទាំងស្បៀងទាំងថវិកាទាំងសម្ភារៈទាំងអីទាំងអស់ប៉ុន្តែចាក់ស្ដែងគឺការអូតឡាននេះគឺនៅតែទទួលទេបងប្អូនយើងជួយគ្រប់គ្រងផងបើមិនចឹងទេដាច់បាយទាំងអស់គ្នាហើយបាទមកផងបងប្អូនបាទតែអញ្ចឹងដាច់បាយហើយនិយាយរួមទៅជួយគ្រប់គ្រង TJ ទូទាំងប្រទេសព្រោះដោយសារតែពូ TJ មួយរយៈនេះគឺបើវីដេអូតាក់ទងនឹងការលក់ដូរគឺអត់តែម្ដងបាទអត់មានទេអត់ឃើញអត់ទេព្រោះតែយើងចេះបាទចឹងមានព្យាយាមគៀងកជំនួយការចូលរួមពីបងប្អូនយើងព្រោះថ្ងៃមុនបងចុះទៅនឹងបាន1000ជាងគ្រួសារបាន1000ជាងគ្រួសារហើយបេសកកម្មខ្ញុំឃើញមកឲ្យផុសចុះទៅផ្ទាល់ទៀតបាទយើងចឹងបងប្អូនកុំបារម្ភអីសម្រាប់ស្បៀងគឺនៅពេលដែលបានគ្រប់ចំនួនឬក៏មើលទៅថាយើងអាចរៀបចំបានហើយពួកគាត់នឹងវិចចប់ហើយទៅតាមជាក់ស្ដែងហើយគាត់នឹងចុះហើយចែកឬក៏ជើងក្រោយនេះបងមានបែងចែកទៅបងប្អូនយើងកងទ័ពជួរមុខហ្នឹងហើយជួរមុខនេះជើងក្រោយនេះហ៎ជើងក្រោយនេះព្រោះតិចទៀតបងប្អូនយើងមានអាហារក្រៀមអូខេខាងពិសិដ្ឋអូតូទំនើបហ្នឹងគាត់តាក់ទងមកហើយគាត់មកចូលរួមបន្ថែមទៀតអញ្ចឹងមើលទៅបានច្រើនដែរហើយបងអូនម្លាញ់មក1តោនហើយថ្ងៃមុនយើងទៅទទួលបានកន្លះតោនមកទៀតអញ្ចឹងឥឡូវ1តោនកន្លះហើយបាទ1តោនកន្លះហើយតែត្រឹម5តោនប្រុចគោលដៅតែអង្គបាន5តោនប្រុចតោនឡើងបានបាទ4 5តោនឡើងបានហើយអញ្ចឹងបងប្អូនយើងបន្តចូលរួមទៀតណាហើយជាពិសេសដូចខ្ញុំបញ្ជាក់អញ្ចឹងបងប្អូនខ្ញុំអត់ទាន់ដឹងថាពេលណាខ្ញុំអាចច្រៀងបានវិញទេព្រោះកលៈទេសៈយើងចេះប៉ុន្តែដោយសារបងចេះគាត់ស្គូតឡានទេអត់ពាក់ព័ន្ធនឹងច្រៀងអញ្ចឹងបន្តរស់ស៊ីផងហើយយើងចោះជំនួយផងស្រូបពេលតែមួយបើមិនអញ្ចឹងទេអត់អីទេបងម្លាញ់ដាច់បាយមកនេះអង្គយើងច្រើនណាបាទស៊ីជំនួយមិនខ្ញុំហូបជំនួយកន្លះ3អីខ្លះបាទជំនួយនេះហូបបានអត់អីតែមកបាយហូបបានកន្លះខែនេះអញ្ចឹងស្ដីបងប្អូនសម្រាប់តិន្នន័យខ្ញុំតាំងពីជើងទី1ទី2ទី3អីនៅពេលដែលចុងក្រោយខ្ញុំនឹងបង្ហាញទាំងអស់អត់មានឲ្យខ្វះមកបងទេប៉ុន្តែឥឡូវនេះយើងអត់ទាន់ចប់បេសកកម្មអញ្ចឹងខ្ញុំអត់ទាន់បង្ហាញទាំងអស់ទេព្រោះហៅបងប្អូនខ្ញុំធ្វើអត់ទេឥឡូវខ្ញុំរួចឲ្យចែកធ្វើខ្លះទៅចែកគ្នាធ្វើចែកការងារគ្នាធ្វើខ្ញុំតើរួចទាំងអស់ទេអញ្ចឹងបងប្អូនយើងកុំភ្លេចបាទចូលរួមជាមួយនឹងពូ TJ មានជាសម្ភារៈជាស្បៀងអាហារអីហ្នឹងគឺអាចយកមកបាននៅ TJ គឺនៅទទួលបន្តធ្វើរហូតបាទពីព្រោះយើងអត់ដឹងថាស្ថានភាពដែលយើងកំពុងតែជួបប្រទេសនេះគឺត្រឡប់មកល្អប្រសើរវិញពេលណាទេព្រោះអាចោសៀមនេះគឺពិបាកនិយាយគ្នាបាទមើលដូចសัตว์ហ្មងដូចយើងមិនដឹងថានិយាយអីទៀតទេឥឡូវបើពាក្យជេអត់មានអីថាត្រូវជេបានទេព្រោះថាមនុស្សនេះកាន់តែនិយាយជាមួយកាន់តែថោកទាបអញ្ចឹងខ្ញុំជឿថាបងប្អូនយើងក៏មិនដឹងថាជេមិនដូចតែគ្នាទេបាទប៉ុន្តែជាក់ស្ដែងគឺយើងទទួលការរំខានពីពួកនេះអត់ទាន់ចប់ទេ
ហើយអត់ដឹងតែពេលណាចប់ទេ ហើយឥឡូវជ្រៅទៅ បាទ មករហូតបាទ គឺបងប្អូនយើងហាងថ្មដាហាងអីមកចាប់ដើមបដាហើយអញ្ចឹងបងប្អូនយើងជាពិសេសបងប្អូនជួបមុខទាំងអស់ថែរក្សាសុវត្ថិភាពហើយជូនពរឲ្យបងប្អូនទាំងអស់គ្នាសុវត្ថិភាពឆាប់បានវិលមកជួបជុំគ្រួសារហើយជូនពរឲ្យប្រទេសជាតិរបស់យើងឆាប់ទទួលបានសន្តិភាពឡើងវិញ 100% ដើម្បីឲ្យបងប្អូនយើងបានជួបជុំគ្នាឡើងវិញ ហើយបងប្អូនកុំភ្លេចមកចូលរួមគ្រប់គ្រងបាទសេវាកម្មពូធីជេផងបងប្អូនណាបើបុគ្គលិកច្រើនណាស់តែអញ្ចឹងដាច់បាយហើយ អញ្ចឹងនេះអត់អីទេក្រុមការងារអត់មានទេ បាទ មកតែឯងទេហើយអ្នកដឹងកទេដោយសារយើងមានក្រុមការងាររបស់ TJ Auto Work ហើយស្រេច អូអត់ភ័យទេបងប្អូនអ្នកគ្នាគាត់ថាមកម្ដងប្រហែលតោនក៏មានកម្លាំងលើកដែរ50 60នាក់នៅនេះ ក៏នៅតែលើកបានដែរអញ្ចឹងអត់អីទេអត់សូវបាក់ វិញកម្លាំង បាទ រាល់ថ្ងៃនេះហូបសុទ្ធមកមួយរយៈនេះ មានបញ្ហាប៉ុណ្្នឹងឯណាកូនចៅនៅចិញ្ចឹមទាំងអស់ ចិញ្ចឹមទាំងអស់អត់មានឲ្យពីណាម្នាក់ ណានេះហើយបង កូនចៅ2សាខានេះ60ជាង 60ជាងណាបងប្អូន បាទ 60អ្នកជាងនៅចិញ្ចឹមដល់រងថ្ងៃអត់អីទេ គិតមើលហូបតែបាយមួយថ្ងៃ2ពេល បាន មែនទេ គាត់តែបាយ ហ្នឹងហើយគាត់តែបាយមួយថ្ងៃ មួយ 2 ថ្ងៃ ពេល 60ចាន ហេ យើងគិតម្នាក់ 120ចាន អូយ120ចាន មួយថ្ងៃ120ចានអញ្ចឹងបើសិនជាបងប្អូនយើងអត់ បាទ មកជួយគ្រប់គ្រងក្នុងគណៈនេះទេ យើងពិបាកហើយអញ្ចឹងបងប្អូនណាអធិស្ឋានលេងខ្លះអីខ្លះដោយសារតែធ្វើការហត់ទៅយើងលេងបន្តិចទៅដើម្បីឲ្យអារម្មណ៍យើងល្អបន្តិចសម្រាប់ធ្វើការបន្តទៀតបាទអរគុណច្រើនបង បាទអញ្ចឹងអរគុណច្រើនបងឡាញបានពំនាំជំនួយយកមកជួយតាមរយៈពូធីជេនេះហើយពូធីជេនឹងរៀបចំបន្តទៅកាន់បងប្អូនយើងភិសិកនិងវរៈកងតបរបស់យើងណាអរគុណច្រើនបងប្អូនគ្នាបាទ